សួស្តីទៅកាន់បងប្អូនទី12ទាំងអស់គ្នាដោយសារតែគណៈពេលនេះដូចជារៀងគៀកទៅកាន់ការប្រឡងបាក់ឌុបកាន់តែមែនទែនហើយដោយសារបច្ចុប្បន្ននៅក្នុងខែ6វាឈានចូលទៅដល់ពាក់កណ្ដាលខែដែលឡែកបាក់ឌុបគឺនៅក្នុងខែ8ទី18ខាងមុខអញ្ចឹងវាកាន់តែគៀកមែនទែនពេលវេលាគឺកាន់តែខូចហើយក៏មានបងប្អូនមួយចំនួនក៏បានសួរតើបងតាមមានវិធីសាស្ត្រអីក្នុងការត្រៀមប្រឡងបាក់ឌុបឬក៏លោកគ្រូឬក៏ teacher តាមមានវិធីសាស្ត្រអីក្នុងការត្រៀមប្រឡងទី1គាត់ភ័យទី2គាត់ថាបន្ទិញមេរៀនអត់ចាំគាត់ថាអត់ធ្វើលំហាត់អត់ទាន់ចេះអីចឹងទៅសម្រាប់ថ្ងៃនេះដែរគឺខ្ញុំមាន5ចំណុចសម្រាប់ជាការផ្ដល់យោបល់ឬជាការផ្ដល់ជាគន្លឹះសម្រាប់ទៅកាន់អ្នកទាំងអស់គ្នាសម្រាប់បងប្អូនទី12និងបងប្អូនទី9ដែលមានការប្រឡងបាទបងប្អូនទី9គឺគាត់ប្រឡង diploma ដើម្បីឡើងទៅថ្នាក់វិទ្យាល័យហើយដែលឡែកសម្រាប់បងប្អូននៅវិទ្យាល័យគឺប្រឡងដើម្បីបញ្ចប់ណាទី12នឹងឈានជើងចូលទៅសាកលវិទ្យាល័យឬក៏មហាវិទ្យាល័យនិងអ្នកខ្លះនឹងឈានចូលទៅវិទ្យាស្ថានដែលបងប្អូនទាំងអស់គ្នាត្រូវការនិងពេញចិត្តនៅក្នុងការរៀននៅពេលដែលបងប្អូនទាំងអស់គ្នាបញ្ចប់នៅវិទ្យាល័យសម្រាប់ថ្ងៃនេះដែរគឺខ្ញុំមាន5គន្លឹះសម្រាប់ការជួយទៅកាន់បងប្អូនទាំងអស់គ្នានៅក្នុងទី1គឺចង់ឲ្យបងប្អូន check មើលទៅលើសុខភាពព្រោះសុខភាពសំខាន់អញ្ចឹងបើសិនជាសុខភាពរបស់បងប្អូនមិនល្អការរៀនក៏វាមិនដំណើរការល្អទៅដូចគ្នាដែរអញ្ចឹងសូមបងប្អូន check មើលសុខភាពតើសុខភាពរបស់បងប្អូនទាំងគ្នាយ៉ាងម៉េចដែរនៅក្នុងគណៈពេលបច្ចុប្បន្ននេះមិនមែនមានន័យថាសុខភាពយើងល្អយើងសម្គាល់ទៅលើថាយើងគេបានច្រើនទេព្រោះគណៈពេលនេះទី12គឺដឹងខ្លួនឯងច្បាស់មិនសូវបានគេច្រើនទេរៀនច្រើនសៅរ៍អាទិត្យក៏មិនមានពេលទំនេរដូចគ្នាគឺស្វះស្វែងអញ្ចឹងនៅក្នុងគណៈពេលនេះដែលខ្ញុំអត់ឆេះសុខភាពនោះគឺការញ៉ាំអាហារឲ្យបានល្អទៀងម៉ោងរកអាហារណាដែលជាប្រភេទអាហារបំពន់ក៏កាន់តែល្អប្រសើរទៅតាមលទ្ធភាពរបស់បងប្អូនទាំងអស់គ្នាហើយអ្វីដែល check លើសុខភាពមួយទៀតថាតើในការរៀនជាធម្មតាយើងអាចនឹងរៀនថែមនៅពេលយប់ថាតើពេលយប់បងអូនអាចស៊ូបានប្រមាណដល់ការដល់ម៉ោងហ្នឹងជាធម្មតាបងអូនអាចស៊ូដល់ម៉ោង11ឬក៏ម៉ោង10កន្លះឬក៏ម៉ោង12ក៏មានបងអូនខ្លះឈានដល់ម៉ោង1ម៉ោង2ក៏មានដែរការដែលរៀនដល់យប់ជ្រៅខ្លាំងពេកដូចជាការធ្វើបាបខ្លួនឯងទៅវិញទេអញ្ចឹងជាធម្មតាបើសិនជាបងអូនតស៊ូត្រឹមតែម៉ោង11កន្លះគឺវាគ្រប់គ្រាន់សម្រាប់បងប្អូនទាំងអស់គ្នាអញ្ចឹងយើង check មើលថាតើយើងរៀនចាប់ពីម៉ោង7ឬក៏ម៉ោង8ដល់ម៉ោង11កន្លះឬម៉ោង11ហ្នឹងតើសុខភាពយើងវាពេលដែលយើងនៅដល់ហ្នឹងវាគ្រប់ត្រទៀតបានអត់ទៅលើរាងកាយរបស់យើងអានេះជាការ check ឯងការក្រោកពេលព្រឹកយើងធ្លាប់តែក្រោកនៅក្នុងម៉ោង4ក៏ម៉ោង3កន្លះឬក៏ម៉ោង5វាអត់មានដែរមានបញ្ហាអីទេឬក៏វាអត់មានអារម្មណ៍ថាអស់កម្លាំងទេឬក៏ខណៈពេលនេះវាកំពុងតែមានបញ្ហាពិបាកក្រោកឬក៏ក្រោកទៅវាមានអារម្មណ៍ថាជីក្បាលហ្នឹងហើយជាការ check សុខភាពរបស់អ្នកនរគ្នាឲ្យបានត្រឹមត្រូវអញ្ចឹងបន្ទាប់ពី check សុខភាពហើយដឹងពីសមត្ថភាពក៏ដូចជាសមត្ថភាពនៃសុខភាពរបស់យើងហើយធ្វើ check ទី2គឺ check ទៅលើការវិភាគគឺសំខាន់ខ្លាំងមែនទែនការវិភាគអញ្ចឹងគឺអ្នកខ្លះគឺគាត់បានរៀបចំការវិភាគតាំងពីដើមឆ្នាំមកម៉េះដើម្បីគោលបំណងរបស់គាត់ហ្នឹងណាអញ្ចឹងកន្លែងនេះក៏ខ្ញុំឲ្យ check មើលឡើងវិញដែរថានៅក្នុងចំណុចទី1អ្នកនរគ្នាទៅសួរវិញថាតើអ្នកនរគ្នាខ្សោយអីគេបងអូនត្រូវខ្សោយអីត្រូវបន្ថែមការវិភាគទៅលើនឹងមុខវិជ្ជាណាដែលយើងគិតថាវាគ្រាន់បើជាងគេហើយបន្ថយម៉ោងឬក៏បន្ថយថ្ងៃនៃការរៀនប៉ុន្តែបន្ថែមទៅលើមុខវិជ្ជាផ្សេងដែលយើងគិតថាវានៅខ្សោយហ្នឹងគឺជាការ check ទៅលើការវិភាគហើយចំពោះយោបល់របស់ខ្ញុំចំពោះការរៀនអាហ្នឹងជាជំនាញរបស់អ្នកទាំងអស់គ្នាទេថាអ្នកទាំងអស់គ្នាចូលចិត្តបែបណាវាជាអារម្មណ៍ផ្សេងគ្នាតែបើសិនជាការដែលខ្ញុំនៅរៀនទី12នោះគឺពេលល្ងាចចូលចិត្តធ្វើលំហាត់ច្រើនជាងហើយនៅពេលរៀបភ្លឺគឺទំទិញមេរៀនណាអាហ្នឹងគឺជាច្បល់មួយយ៉ាងទេហើយអានេះគឺជា style ឬក៏របៀបនៃការរៀនរបស់ខ្ញុំអញ្ចឹងរបៀបរបស់អ្នកទាំងអស់គ្នាក៏ខុសពីខ្ញុំដែរអាហ្នឹងគឺจะ check មើលការវិភាគឡើងវិញហើយនឹងរៀបវាឡើងវិញតើវាយ៉ាងម៉េចអញ្ចឹងណាចំណុចទី3គឺផ្លាស់ប្ដូរហើយបញ្ចូលថ្មីកន្លែងហ្នឹងគឺចង់មានន័យថាពីមុនយើងធ្លាប់តែរៀនមានការវិភាគត្រឹមត្រូវវាមិនខុសទេប៉ុន្តែយើងឃើញថាការវិភាគឥឡូវនេះយើងមិនអាចអនុវត្តការវិភាគចាស់ទៀតទេ
rồi một bậc chiaខ្លះយើងត្រូវផ្លាស់ប្ដូរចេញហើយយើងបញ្ចូលមកបច្ចេកថ្មីដើម្បីជំនួសដោយសារតែមកបច្ចេកនោះយើងគិតថាវាល្អប្រសើរហើយអញ្ចឹងគឺយើងមិនចាំបាច់បន្ថែមទេយើងគ្រាន់តែបន្ថែមអ្វីដែលជារបស់ថ្មីយើងគិតថាវាថ្មីនៅពេលដែលយើងបញ្ចូលទៅសម្រាប់យើងណាហើយចំពោះទី4គឺរៀបចំឡើងវិញអញ្ចឹងយើងបញ្ចូលហើយយើងរៀបចំថាតើយើងគួរតែរៀនពីម៉ោងប្រមាណដល់ម៉ោងប្រមាណធ្វើគេងប្រមាណម៉ោងហើយពេលថ្ងៃទៅធ្វើដំណើរទៅណាទៅរៀនគួរទៅដៅណានៅពេលណាគួរតែចំណាយពេលដើរលេងទៀតដែរទេគួរតែចំណាយពេលជប់លៀងច្រើនទៀតដែរទេបើក្នុងគណៈពេលដែលយើងទឹកចិត្តដល់ចំពោះនឹងយើងកំពុងតែអង្គុយរាប់ថ្ងៃនេះយើងគួរតែធ្វើម៉េចអញ្ចឹងយើងរៀបចំសារឡើងវិញឲ្យបានត្រឹមត្រូវហើយដាក់វារៀងធំតិចទៅដើម្បីយើងក្រោកពីគេមកយើងឃើញឬក៏យើងទៅដល់តុរៀនរបស់យើងគឺយើងឃើញណាតែកុំដល់ថ្នាក់យកវាទៅបិទនៅក្នុងបន្ទប់ទឹកវាមិនល្អទេណាអញ្ចឹងជាយោបល់របស់ខ្ញុំទេទី5គឺជាការដំណើរការអញ្ចឹងពេលដែលអ្នកនរគ្នារៀបចំពីលើហើយនោះដែលមានទី1ដែលនិយាយពីការ check សុខភាពឲ្យបានត្រឹមត្រូវមិនមែនទៅពេទ្យបណ្ឌិតទេហើយក៏មិនមែនទៅចូលជៀនណាគឺយើងអាចដឹងពីសុខភាពខ្លួនឯងអញ្ចឹងយើងអាចចំណាយពេលបន្តិចដើម្បី check ថាយើងសុខភាពយ៉ាងម៉េចដែរតែបើសិនជាគិតថាវារៀងធ្ងន់ធ្ងរអាហ្នឹងត្រូវទៅពេទ្យ check ក៏វាល្អដែរទៅពេទ្យទៅពេទ្យបណ្ឌិតទៅគាត់ដឹងថាយើងមានបញ្ហាអីហើយប៉ុន្តែយើងក៏មិនចង់ទៅពេទ្យដែរព្រោះពេលទៅពេទ្យគេខ្លាចទៅពេទ្យដឹងថាមានជំងឺដែរអានោះយើងអាច check ខ្លួនឯងអញ្ចឹងទី2គឺយើងពិនិត្យមើលទៅលើការពិភាក្សាថា check លើការពិភាក្សាយើងឡើងវិញថាតើគួរបន្តអញ្ចឹងក៏ដែរឬក៏មិនការពិភាក្សាយើងត្រូវហើយតែបើវាអត់ត្រូវទេយើងចូលដល់ចំណុចទី3យើងផ្លាស់ប្ដូរហើយយើងបញ្ចូលថ្មីមិនមែនបញ្ចូលមុខវិជ្ជាថ្មីទេមុខវិជ្ជាចាស់ប៉ុន្តែយើងបញ្ចូលទៅដាក់ថ្ងៃថ្មីយើងគិតថាយកពីថ្ងៃច័ន្ទយើងគាត់ថាថ្ងៃច័ន្ទយើងរៀនខ្មែរហើយគេថាខ្មែរវាក្រនបាយយើងបដូរមកជាអង់គ្លេសក៏ឬក៏កណិតវិញអាហ្នឹងហើយជាការផ្លាស់អាចាស់ចេញដាក់ថ្មីចូលទៅក្នុងថ្ងៃហ្នឹងណាហើយចំពោះទី4គឺយើងធ្វើវាឡើងវិញមានថាយើងមិនមែនរៀបចំឲ្យយើងទុកចោលយើងចាប់តាមអនុវត្តការខិតខំប្រឹងប្រែងរបស់យើងឡើងទៅវិញនិយាយថាយើងឡើងដល់ពាក់កណ្ដាលហើយវារៀងល្អថយក្រោយបន្តិចអញ្ចឹងយើងត្រូវការឡើងទៅវិញម្ដងទៀតអញ្ចឹងណាហើយទី5គឺធ្វើដំណើរការមានថាយើងធ្វើបន្តិចមើលពេលដែលយើងកំពុងតែដំណើរការយើងបន្តិចមើលថាតើវាមានបញ្ហាអត់ពេលដែលយើងរៀនយើងធ្លាប់តែរៀនអានច្រើនជាងធ្វើលេខហើយយើងបែរជាធ្វើលេខច្រើនជាងអានតើវាមានបញ្ហាអត់ហ្នឹងយើងបន្តិចទៅលើដំណើរការហ្នឹងហើយនៅក្នុងចំណុចបន្ថែមពីនេះទៀតសូមអ្នកនរគ្នាព្យាយាមបង្កើតទំនាក់ទំនងជាមួយនឹងអ្នកដែលរៀននៅសាលាផ្សេងឲ្យបានច្រើនបង្កើតមិត្តនៅសាលាផ្សេងឲ្យបានច្រើនមិនថាសាលានៅទីជនបទក៏ទីក្រុងឬក៏ទីណាទេទៅតាមលទ្ធភាពដែលអ្នកនរគ្នាអាចស្វែងរកបានហេតុអីបានជាខ្ញុំឲ្យស្វែងរកជាពិសេសទៅរកយើងដឹងថាយើងប្រឡងនៅវិទ្យាល័យណាឬក៏តំបន់ណាយើងទៅរកព្យាយាមរកមិត្តភក្តិដែរគេទៅប្រឡងនៅតំបន់ហ្នឹងដូចគ្នាទី1វាល្អសម្រាប់យើងអាចទទួលបានឯកសារពីគ្នាទៅវិញទៅមកយើងដឹងថាតើគ្រូសាលាផ្សេងគេចិត្តចេញវិទ្យាសាស្ត្របែបណាយកមកធ្វើហើយគ្រូសាលាយើងចេញយ៉ាងម៉េចតែយើងអាចផ្លាស់ប្ដូរគ្នាទៅវិញទៅមកហ្នឹងទី1ជាចំណុចល្អទី2យើងពេលដែលយើងទៅដល់ទីនោះយើងមានអារម្មណ៍ថាវាអត់ភ័យខ្លាចទេតែស្អីយើងទៅដល់សាលាយើងស្គាល់សិទ្ធិអ្នកមកពីចម្ងាយទោះបីជាយើងមកសាលាយើងស្គាល់តែម្នាក់ឬក៏10សាលាដែលទៅប្រឡងជុំគ្នាយើងស្គាល់បាន3សាលាឬក៏4សាលាយើងចៃដន្យយើងអាចប្រឡងជាមួយគ្នាអញ្ចឹងយើងអស់អារម្មណ៍នៅក្នុងភ័យហើយពេលខ្លះយើងអាចជាការចៃដន្យល្អក៏មានដែរគឺប្រឡងຕົកជាប់គ្នាមុខក្រោយអញ្ចឹងយើងមានឱកាសច្រើនមួយម៉ាត់មួយកគឺតែងតែមានយើងជិតមិនផុតពីការសួរឬក៏ការប្រាប់គ្នាទៅវិញទៅមកទេអនុរិយគឺគាត់តឹងតែងប៉ុន្តែគាត់មិនតឹងតែងដល់ថ្នាក់យើងនិយាយគ្នាខ្សឹបខ្សៀវអីមានបានទេឬក៏យើងអាចដឹងពីគ្នាទៅវិញទៅមកអីចឹងណានេះគឺជាការប្រាប់ទៅវាចំណេញអញ្ចឹងដែរទី1បាត់ភ័យទី2យើងអាចជួយគ្នាទៅវិញទៅមកបានអាហ្នឹងជារឿងល្អហើយនេះគឺជាការចែករំលែករបស់ខ្ញុំទៅកាន់អ្នកទាំងអស់គ្នាតែបើសិនអ្នកទាំងអស់គ្នាគិតថាមានចម្ងល់ឬក៏មិនយល់ត្រង់ចំណុចណាអាច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំនឹងព្យាយាមនឹងការសម្រាយនិងការពន្យល់ទៅកាន់អ្នកទាំងអស់គ្នាបន្ថែមទៀតបាទបើសិនជាពេញចិត្តវីដេអូនេះកុំភ្លេច like share ហើយនិង subscribe channel Made Talk របស់ខ្ញុំផងបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយៗទៀត